ក្នុងថ្ងៃនេះគឺ Imperial Master ថ្មីផាក់នីយ៉ងសូមក្រោកឈរឡើងដោយអបអរសាទរជូនទៅដល់តួឯកយើងនៅក្នុងថ្ងៃនេះផងដែរគេសុំផ្ទះដៃឲ្យគាត់រហូតដល់គាត់ឡើងបានឡើងឆាកនឹងដល់ពេលគាត់នេះគឺជាលទ្ធផលដែលមិនបោះបង់លទ្ធផលដែលខិតខំប្រឹងប្រែងដែលធ្វើឲ្យគាត់មកដល់កន្លែងនេះផងដែរថ្ងៃនេះក៏លោកស្ថាបនិកផាំងគីលក៏នឹងនៅទីនេះដើម្បីអនុវត្តនៅការសន្យារបស់លោកផងដែរបាទលោកស្ថាបនិកលើក trophy ជូនទៅដល់ Imperial Master យើងដោយផ្ទាល់តែម្ដងឈ្មោះផាំងមីយ៉ងនិងគីនឆាំងគុនពួកគាត់មានឆន្ទៈដ៏ខ្ពស់នៅក្នុងការខ្លាយទៅជាអ្នកជោគជ័យដោយខិតខំប្រឹងប្រែងនៅក្នុងការបម្រើដោយដាក់ខ្លួនហើយគាត់ក៏បានអនុវត្តទៅតាមការប្រើប្រាស់នៅយុទ្ធសាស្ត្រស្មោះត្រង់និងសុចរិតដែលធ្វើឲ្យពួកគាត់ខ្លាយទៅជាអ្នកដែលយើងទទួលស្គាល់ថាខ្លាយទៅជាអ្នកតំណាងដ៏ធំនៅក្នុងតូមីហើយយើងចង់ផ្ដល់ពានមួយនេះទៅកាន់ពួកគាត់ផងដែរបាទសូមតែដៃគាត់ហូរឲ្យគាត់ខ្លាំងៗផងដែរហើយយើងនឹងមានការបំពាក់ដង្កៀបImperial Master ជូនគាត់ផងដែរគាត់ជា Imperial Master ទី15គឺសូមតែដៃជូនគាត់ម្ដងទៀតឲ្យបានខ្លាំងផងដែរបាទថ្ងៃនេះគឺ highlight សម្រាប់ការឡើងតំណែង Imperial ផងដែរគឺឡានដឹករថយន្តដឹកតាំងពីការចាប់ផ្ដើមដំបូងលោកស្ថាបនិកមិនទាន់មានការិយាល័យដែលមានតែឡានCarnival មានតម្លៃជាង$2,000លោកបានសន្យាថាអ្នកដែលមានតំណែងខ្ពស់ជាងគេនៅតូមីលោកនឹងផ្ដល់ជាសាច់ប្រាក់សុទ្ធចំនួន$1លានដែលគិតជាលុយកូរ៉េគិតជាលុយកូរ៉េហើយធ្វើការដឹកឡានចោកជូនទៅដល់អ្នកដែលមានតំណែងខ្ពស់នោះផងដែរសូមបន្តការផ្ទះដៃរបស់អ្នកនរគ្នាដើម្បីអបអរសាទរនៅការទទួលបានក្តីសុបិនដែលសម្រាប់មួយនេះផងដែរសង្ឃឹមថាអ្នកទាំងអស់គ្នានឹងសម័យឃើញរូបភាពរបស់អ្នកទាំងគ្នាខ្លាយជា Imperial Master ដូចនៅពេលនេះចឹង
ហើយអ្នកដែលជោគជ័យនៅក្នុង Atomic ដែលមានតំណែងជា Imperial Master មិនមែនគ្រាន់តែជាអ្នកដែលជោគជ័យលើផ្នែកហិរញ្ញវត្ថុទេប៉ុន្តែជាអ្នកជោគជ័យដែលពោពេញទៅដោយចំណេះវិជ្ជាតាមរយៈការរៀនសូត្រពោពេញទៅដោយសេចក្តីស្រឡាញ់តាមរយៈការផ្ដល់ក្តីស្រឡាញ់ឲ្យមនុស្សជុំវិញខ្លួននិងការគោរពគ្នាទៅវិញទៅមកហើយក៏ជាអ្នកជោគជ័យដែលពោពេញទៅដោយការចែករំលែកទៅកាន់មនុស្សដែលជួបការលំបាកនៅក្នុងសង្គមផងដែរសុំផ្ទះដៃឲ្យហូរឲ្យខ្លាំងៗឲ្យ Imperial Master ផាក់មីយងទាំងអស់គ្នាអ្នកទាំងអស់គ្នាសុំផ្ទះដៃដើម្បីអបអរសាទរទាំងអស់គ្នាផងដែរបាទ